សែនក្តុកក្តួលក្រោយក្រុងការរិះគន់ខ្លាំងអ្នកដើរថ្មើរជើងពីភ្នំពេញទៅរតនគិរីបានប្រាប់ពីគោលបំណងរបស់ខ្លួនហើយមិនដូចការគិតរបស់អ្នករិះគន់ឡើយទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតសេវាកម្មកម្ចីកាត់គ្រី LOLC ផ្ដល់សាច់ប្រាក់រហូតដល់ 75% នៃតម្លៃយានយន្តរបស់លោកអ្នកជាមួយនឹងការប្រាក់សមរម្យឯកសារតម្រូវងាយស្រួលនិងការអនុម័តយ៉ាងឆាប់រហ័សតាក់ទងមក LOLC ឥឡូវនេះក្រោយផ្ទុះការចាប់អារម្មណ៍និងចែករំលែកប្រងព្រានអមជាមួយនឹងមតិវិញ្ញាជាច្រើនបន្ទាប់ពីមានការបង្ហោះវីដេអូសកម្មភាពដើរស្ពីទង់ជាតិខ្មែរក្នុងឆន្ទៈធ្វើដំណើរដោយថ្មើរជើងពីភ្នំពេញទៅខេត្តរតនគិរីពេលនេះយុវជនរូបនេះបានចេញមកបញ្ជាក់ពីគោលបំណងរបស់ខ្លួនហើយពលគឺរូបគេបាននិយាយយ៉ាងខ្លីថាបេសកកម្មនេះគឺធ្វើដើម្បីផ្សព្វផ្សាយដើម្បីទេសចរនៅក្នុងប្រទេសកម្ពុជាសម្ដីដែលសរសេរប្រាប់ពីឆន្ទៈរបស់បុរសដែលមានបណ្ដាញសង្គមឈ្មោះ Pro Kenvi បានធ្វើឲ្យមហាជនជាច្រើនកាន់តែកោតសរសើរនិងក្តុកក្តួលកាន់តែខ្លាំងត្បិតកន្លងមកមិនត្រឹមតែមិនសូវទទួលបានការគាំទ្រដោយអ្នកល្បីប៉ុណ្ណោះទេរូបគេថែមទាំងត្រូវបានមនុស្សមួយចំនួនរិះគន់ជន់ពន្លិចឆន្ទៈថែមទៀតផងទាំងដែលរូបគេពិតជាបានចំណាយពេលវេលានិងកម្លាំងកាយព្រមទាំងថវិកាផ្ទាល់ខ្លួនដើម្បីកម្ពុជាក្រោយឃើញនៅសកម្មភាពក៏ដូចជាឆន្ទៈរបស់យុវជនកេនបែបនេះអាយុដាំខៀវកញ្ញរិទ្ធអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានកោតសរសើរនិងលើកទឹកចិត្តដល់ឧបត្ថម្ភថវិកាចំនួន2លានរៀលនិងជូនពរឲ្យសម្រេចដល់គោលដៅអាយុដាំខៀវកញ្ញរិទ្ធបានលើកទឹកចិត្តដល់យុវជនរូបនេះថាកុំខ្វល់មាត់មនុស្សថាស្រឡាញ់អ្វីដែលត្រឹមត្រូវហើយប្រឹងធ្វើឲ្យចប់អាយុដាំក៏បានបន្ថែមទៀតថាខ្ញុំសូមជូនដំណឹងដល់ក្មួយប្រុសដែលដើរក្នុងរូបនេះថាខ្ញុំជូនលុយ2លានរៀលក្មួយមកយកពេលណាក៏បានសូមរំលឹកថាការចាប់ផ្ដើមដោយថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តរតនគិរីដំបងរបស់កេនវីទទួលបានពាក្យរិះគន់ជាច្រើនដោយចង់ឲ្យរូបគេបង្ហាញពីគោលបំណងឲ្យបានច្បាស់លាស់ដើម្បីឲ្យកូនខ្មែរជួយគាំទ្រនិងផ្ដល់កម្លាំងចិត្តឲ្យកាន់តែខ្លាំងក្លាដោយអ្នកមុនព្រោះថាការធ្វើដំណើរដោយថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តរតនគិរីមានចម្ងាយឆ្ងាយត្រូវប្រើពេលច្រើនទើបអាចសម្រេចដល់គោលដៅក្រោយពីមានការជជែកសួរជាច្រើនបែបបន្ទុកចិត្តបែបនេះរូបគេក៏បានបញ្ជាក់ថាខ្ញុំដើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តរតនគិរីមិនមានគោលបំណងអ្វីទេគឺធ្វើអ្វីដែលខ្លួនឯងចង់ធ្វើប៉ុណ្ណោះហើយមួយទៀតខ្ញុំធ្វើដើម្បីផ្សព្វផ្សាយតំបន់ទេសចរប៉ុណ្ណោះបន្ទាប់ពីបានដឹងពីគោលបំណងពិតហើយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានជូនពរឲ្យរូបគេទទួលបានជោគជ័យលើបេសកកម្មនិងឆន្ទៈរបស់គេដែលបានចំណាយពេលវេលានិងកម្លាំងកាយព្រមទាំងថវិកាផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរក្នុងប្រទេសកម្ពុជា